វិញ្ញាណវិលវល់នៅផ្ទះជួលចេះការចាប់ផ្ដើមនៃភាពអាតកំបាំងសុកគឺជាបុគ្គលិកក្រុមហ៊ុនម្នាក់ដែលទៅតែផ្លាស់មកធ្វើការនៅទីក្រុងភ្នំពេញដោយសារចង់សន្សំថវិកាគេបានសម្រេចចិត្តជួលផ្ទះល្វែងចាស់មួយនៅទីក្រុងដែលមានតម្លៃថោកខុសពីធម្មតាម្ចាស់ផ្ទះជាស្ត្រីចំណាស់ម្នាក់ភ្នែកស្រអាប់ហាក់ដូចជាលាក់បាំងអ្វីមួយប៉ុន្តែសុកមិនបានចាប់អារម្មណ៍ឡើយព្រោះគេគិតតែពីការងារយប់ដំបូងនៃការរស់នៅភាពត្រជាក់ខុសធម្មតាបានគ្របដណ្ដប់ពេញបន្ទប់ដេកខណៈពេលដែលសុកកំពុងលង់លក់ខឹងដំណេកស្រាប់តែមានសំឡេងក្រាកក្រាកដូចមានគេអូសអ្វីម្យ៉ាងនៅលើដំបូងផ្ទះសុកភញាក់ព្រើតរួចដៃទៅបើកភ្លើងប៉ុន្តែភ្លើងមិនឆេះឡើយស្រមោលអមនុស្សពន្លឺព្រះច័ន្ទបានចេះចូលតាមបង្អួចបង្ហាញឲ្យឃើញស្រមោលខ្មៅស្រពេចស្រពិលឈរនៅកាច់ជ្រុងបន្ទប់សុកខំជក់ភ្នែកមើលប៉ុន្តែស្រមោលនោះក៏រលីបាត់ទៅវិញភ្លាមគេព្យាយាមលួងចិត្តខ្លួនឯងថាវាគ្រាន់តែជាអារម្មណ៍ច្រឡំប៉ុន្តែរឿងរ៉ាវកាន់តែអាក្រក់ទៅនៅយុគបន្ទាប់រាល់ពេលដែលសុកងូតទឹកគេតែងតែមានអារម្មណ៍ថាមានភ្នែកមួយគូកំពុងសម្លឹងមកគេពីលើពីដាននៅលើកញ្ចក់បង្អួចដែលឡើងស្រអាប់ដោយសារចំហាយទឹកស្រាប់តែលេចចេញជាស្នាមប្រឡាក់ឈាមសរសេរថាចេញទៅការពិតដ៏រន្ធត់ដោយសារភាពភ័យខ្លាចដល់កម្រិតសុកក៏ទៅសាកសួរអ្នកជិតខាងតាមរយៈការសាកសួរគេបានដឹងថាកាលពី10ឆ្នាំមុនផ្ទះនេះធ្លាប់មាននារីម្នាក់ត្រូវបានគេសម្លាប់យ៉ាងសាហាវនៅក្នុងបន្ទប់ដេកដែលសុកកំពុងស្នាក់នៅហើយវិញ្ញាណនាងមិនទាន់ទៅណាឡើយព្រោះនៅរងចាំសងសឹកយប់នោះសុកសម្រេចចិត្តប្រមូលខោអាវចាក់ចេញទាំងយប់ប៉ុន្តែនៅពេលដែលគេកំពុងដើរចុះតាមចន្ទាស្រាប់តែមានដៃដ៏ត្រជាក់ស្រែបមកចាប់កជើងគេជាប់សំឡេងខ្សឹបដ៏ស្រួយស្រេះបន្លឺឡើងក្បែរត្រចៀកថាចង់ទៅណានៅទីនេះជាមួយខ្ញុំសិនមកសុកស្រែកខ្លាំងៗរួចរងើខ្លួនចិនយ៉ាងលឿនសម្ដៅទៅមាត់ទ្វារគេរត់ចេញពីផ្ទះនោះទាំងមិនងាកក្រោយចាប់តាំងពីពេលនោះមកផ្ទះជួលចាស់នោះត្រូវបានគេបិទចោលរហូតមកអ្នកភូមិដែលដើរកាត់ទីនោះនៅពេលយប់ជួនកាលនៅតែឮសំឡេងយំខ្សឹកស្កួលនិងឃើញស្រមោលនារីម្នាក់ឈរសម្លឹងចុះមកពីលើបង្អួចជានិច្ចមេរៀនពីសាច់រឿងកុំសូវទុកចិត្តលើរបស់ដែលមានតម្លៃថោកខុសធម្មតាហើយត្រូវស៊ើបប្រវត្តិទីកន្លែងមុននឹងចូលស្នាក់នៅ